សួស្តីស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel កាវ៉ាម្ដងទៀតថ្ងៃនេះខ្ញុំមកសម្រាយភាគ3ដែលជាភាគបន្តក្នុងរឿងបដូរសាលាជួបស្នេហ៍កុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានរឿងរបស់យើងហ្មងទៅដោយតពីភាគមុនយើងបានឃើញថាគ្រូពេទ្យហ្នឹងមកនិយាយជាមួយនឹងមីស៊ូគីថាហេតុអីបានជាមីស៊ូគីហ្នឹងសុខចិត្តបន្លំខ្លួនធ្វើជាមនុស្សប្រុសដើម្បីមករៀននៅក្នុងសាលាហ្នឹងតែពេលហ្នឹងមីស៊ូគីអត់បានឆ្លើយអីទេហើយក៏សាណូគាត់ចូលមកដើម្បីនាំមីស៊ូគីទៅកាន់ដមវិញតមកមីស៊ូគីក៏បានចេញទៅហើយគ្រូពេទ្យគាត់អត់មាននិយាយអីទេគាត់ក៏គ្រាន់តែអញញឹមតែប៉ុណ្្នឹងទៅអ្នកទាំងអស់គ្នាហើយបន្ទាប់មកទៅពីរអ្នកហ្នឹងក៏បានដើរទៅជាមួយគ្នាពេលហ្នឹងមីស៊ូគីគិតរឿងច្រើនមែនតើថាគ្រូពេទ្យហ្នឹងបានដឹងហើយថានាងមិនជាមនុស្សប្រុសទេគឺជាមនុស្សស្រីប្រឡំខ្លួនពេលហ្នឹងគិតឡើងច្រើនឡើងវែងឆ្ងាយឡើងប៊ីដើរទៅបុកជាងទៀតហើយពេលហ្នឹងមីស៊ូគីក៏បាននឹកសម័យថាពេលថ្ងៃហ្នឹងនាងបានចង់រត់អោនទៅថើបសាណូមុខឡើងក្រហមឡើងអៀនពេញហ្នឹងហើយនៅពេលហ្នឹងមីស៊ូគីក៏បានដើរមកដល់ក្នុងដមតមកក៏បានឃើញប្រូសក់លឿងគាត់នៅឈរចាំមីស៊ូគីនៅមុខហ្នឹងហើយថែមទាំងយំលហែងលហាមពេញហ្នឹងទៅប្រូសក់លឿងហ្នឹងកំ pl ែងទេតួគាត់ក៏បាននិយាយទៅកាន់មីស៊ូគីថាគាត់សុំទោសចឹងទៅក៏អត់មានចេតនាទេហើយសេកយំមឡូឡាពេញហ្នឹងឡើងគ្រប់គ្នាស្រឡឹងមកមើលពួកគេពេញហ្នឹងហើយគិតថាពួកគេហ្នឹងធ្វើច្រឹកចេញមកដូចជាសង្សារនឹងគ្នាបែបគាត់គិតថាពីអ្នកហ្នឹង BL ហើយមើលទៅពេលហ្នឹងមីស៊ូគីមិនចង់ឲ្យគេមើលច្រើនក៏បានប្រាប់ប្រូសលឿងទៅថាគាត់អត់អីទេហើយក៏បានបែកផ្លូវគ្នាឡើងទៅបន្ទប់រៀងខ្លួនចឹងទៅនៅពេលដែលមីស៊ូគីមកដល់បន្ទប់មីស៊ូគីបានឃើញថាសាណូគាត់កេងលក់បាត់ហើយមីស៊ូគីក៏បានដើរចូលទៅទប់ទឹកងត់អីចឹងទៅហើយបន្ទាប់មកសាណូគាត់អត់មានតបានកេងទេគាត់គ្រាន់តែបន្លំថាធ្វើដូចកេងអីចឹងណាគាត់ក៏បាននឹកសម័យរឿងកាលពីថ្ងៃមិញដែលគាត់បានលើកបីមីស៊ូគីហើយថែមទាំងដឹងថាមីស៊ូគីគឺជាមនុស្សស្រីមិនមែនជាមនុស្សប្រុសទេហើយរឿងរបស់យើងក៏បានកាត់មកដល់ពេលព្រឹកពេលហ្នឹងសាណូគាត់ក៏បានដើរទៅសាលាមុនមីស៊ូគីទៅមីស៊ូគីពេលដែលដើរចេញមកប្រូសក់លឿងដើរចាំនៅខាងមុខហ្នឹងក៏ដើរទៅសាលាមួយគ្នាបន្ទាប់មកក៏បានឃើញថាមានមនុស្សជុំនៅកន្លែងមុខប៉ាយគេបិទផ្លែអីហ្នឹងឃើញថាមានរូបមីស៊ូគីហើយនឹងសាណូអាពេលដែលពួកគាត់ដួលលើគ្នាពេលភាគទី1នៅទាំងអស់គ្នាហើយមានអ្នកលួចថតបានហើយគេយកមកបិទនៅខាងមុខប៉ាយហ្នឹងបន្ទាប់មកសាណូគាត់ក៏បានដើរមកគាត់បោចផ្លាកនឹងចេញហើយគាត់ក៏បានដើរចូលទៅក្នុងថ្នាក់ទៅជួបនឹងប្រូវ៉ែនតាហើយបានបោះกระดาษហ្នឹងទៅឲ្យប្រូវ៉ែនតាប្រាប់ថាថ្ងៃក្រោយកុំឲ្យមានរឿងនឹងកើតឡើងម្ដងទៀតបន្ទាប់មកមីស៊ូគីក៏ដើរមកតាមហើយក៏បានឃើញហើយមីស៊ូគីក៏បានដើរទៅដាល់អាប្រូវ៉ែនតាហ្នឹងមកដៃឡើងធ្លាក់ពីលើកៅអីហើយស្រីប្រាប់ប្រូហ្នឹងទៀតថាថ្ងៃក្រោយកុំឲ្យមានរឿងនឹងកើតឡើងម្ដងទៀតនិយាយទៅមីស៊ូគីយើងកាចដែរហ្នឹងណាធ្វើឲ្យប្រៀបគាត់សំដែងទៅដូចច្រឹកដូចមនុស្សប្រុសចឹងណាអ្នកនរគ្នាបន្ទាប់មកទៀតមីស៊ូគីក៏បានដើរចេញមកក្រៅហើយក៏បានជួបនឹងគ្រូពេទ្យហើយគ្រូពេទ្យហ្នឹងក៏បានសួស្ដីទៅមីស៊ូគីតែមិនមែនសួស្ដីក្នុងនាមមីស៊ូគីជាមនុស្សប្រុសទេសួស្ដីក្នុងនាមមីស៊ូគីជាមនុស្សស្រីព្រោះគាត់ដឹងហ៎បន្ទាប់មកទៅគាត់ក៏និយាយជាមួយមីស៊ូគីពីបេម៉ាត់ទៅថាមីស៊ូគីពេលណាដែលនឹងប្រាប់ការពិតមកកាន់គាត់ដែលសំណួរដែលគាត់បានសួរហ្នឹងតមកគាត់ក៏បានដើរចេញទៅហើយរឿងរបស់យើងក៏បានកាត់មកដល់ពេលម៉ោងរៀននៅពេលម៉ោងរៀនចប់ហ្នឹងមីស៊ូគីយើងហ្នឹងក៏ព្យាយាមទៅរកនិយាយជាមួយនឹងសាណូតែសាណូបានខកដើរចេញទៅបាត់មុនទៅបន្ទាប់មកមីស៊ូគីក៏បានដើរទៅជាមួយនឹងប្រូសក់លឿងពេលហ្នឹងប្រូសក់លឿងក៏បានដើរទៅក៏បានកលិចទៅមើលមុខរបស់មីស៊ូគីក៏មានអារម្មណ៍ថាគាត់ដូចជាលងស្រឡាញ់ទៅលើមីស៊ូគីចឹងព្រោះមើលឃើញមីស៊ូគីស្អាតហើយពេលហ្នឹងគាត់ឡើងមុខក្រហមហើយគាត់គិតថាខ្លួនគាត់នឹងឈួតមែនហេតុអីបានទៅស្រឡាញ់មនុស្សប្រុសដូចគ្នាចឹងថងវគ្គហ្នឹងខ្ញុំល្អសើចរឿងប្រូសក់លឿងនឹងដែរគាត់ដឹងថាមីស៊ូគីជាមនុស្សស្រីបន្ទាប់មកទៅមីស៊ូគីដើរក៏បានឃើញថាសាណូកំពុងតែនិយាយជាមួយនឹងមនុស្សស្រីម្នាក់នៅតាមផ្លូវគាត់នៅឃើញចឹងភ្លាមអុសកប្រូសក់លឿងរត់ទៅតាមផ្លូវមួយទៀតបាត់ខ្ញុំមិនដឹងថាគាត់ធ្វើហ្នឹងក្នុងន័យថាគាត់ប្រច័ណ្ឌសាណូឬមួយក៏មិនទេតមកក៏សាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលដែលមីស៊ូគីបដើកូនឆ្កែរបស់យើងហ្នឹងមកដើម្បីលួចស្ដាប់សាណូហើយនឹងម្នាក់ស្រីហ្នឹងថានិយាយអីគេខ្លះនិយាយទៅមីស៊ូគីយើងខូច
khơi bên tan chọn đăng tham một là hát ấy cái bọn giấy kia cái lạnh scat scat chẳng á pe đại Mitsuki cầm pong tạt lui đạp mùi con cái nắng sẽ ta con cái nắng ban ta từ phổ khơi sàn ổ đã xa sàn ổ chỉ mà cha bảo vệ đây hay ta mà có sàn ổ chắp ban ha Mitsuki nắng mà lui đạp con giấy kia tập mà ở Mitsuki có ban do lại tới tha quạt ở mền mờ đạp tu phò gì kia tê quạt mau đào con cái nó đào lên tê tập mà có Mitsuki đi rút trên tự bắt từ hai rương mà dân có ban cắt mà đào pe Mitsuki cầm bông thằng coi một con cái nó cầm bông thằng cắt tha ta xả nấu hay nâng mình lại xây nâng cầm bông gì kia bị ấy trong đăng rương cây xả hai rồi đào pe cắt chẳng tới có xả nấu quạt màu bị khang khỏi tua sậy còn ban xua tha Mitsuki cầm bông thơ ấy nè nằng tập máu Mitsuki có họ lên cho vậy dẫn tới hay có ban xua tha mà nè xảy nó cứ chia nà kê xua tới tu bỏ hay tu bỏ bây giờ sản nó có ban gì tới tha mà nè xảy nó chmurika hay thầm tới chia sơ ôn bỏ qua tê admin thì để thằng ấy tê con gì tập ban đang hay phụ cái có ban đa con trai nó đào mèo tao mắc phụ cái có ban gì kia bà đào đài gì kia đào tam plei mèo nằng hay sản nó có ban hiệp hợp tới tha bây giờ bốn con cái nó thở ban miền nè chập trong vô từ đặt không cái lại này cái châm sạch nhưng mà đang đằng cái hai cái đai niệm gì ban đập ban đăng từ hay có máu của cái cậu ban đau và to máu cậu ban mà đo chật đồm hay bên nắng tua sấy và dương cậu ban gì PO con ta can sản nôm đầu tiên đại sản nôm ban chui nên màu tì pet ca bị ngày ca bị bên để nên slap nâng tao máu sản nôm cọt yên mình tên của con nó khơi tha pe nó con ban lực bay tua sấy bỏ chứ nó hay con bạn đăng thành những chim mình được sấy à hai np đại sản ô nghĩa mà không mộc mà họ hoàn chỉ muốn tua sấy với cỏ ban khơi lan muối bao mau lặng bị bọc tua sấy tay bên nó ban sản ô mà chui toàn hai bên nó phụ kê nó chật kia mình tên bên nó sản ô của ban xua tơ tha Mitsuki nó cắt ai giọt thay Mitsuki bên nó lặng keng ở hai phù yên nó để xa ta nó chật tu phọc lang bịch chật giật cái lang bịch bên nó có tu phọc có nghĩa tranh hay có đa tranh tơ hay có hai Mitsuki nó đa từ mỗi khi mỏng tờ đa từ bật to tiền hay xây rương bảo dương có ban cắt mà đo pe phật sai láng nơi mau riêng dài nắng nó pe đẹp và chop bao riêng tôi sẽ bảo dương có ban đa từ nông bật tục pe đam mê chụp của pe năng đam mê dày ông pi hưởng sàn nô hưởng ấy năng hay của pe nó có ban xua tha Mitsuki móc hẹp chầm lại mà can quạt mèn to mà rừng bảo dương có ban cắt mà đo vẽ bật to tiết pe là Mitsuki đa tranh pi bật tục pe nắng Mitsuki đa bao cái lại tam plei đa nó có ban chụp nằng ban cái lại tức hơn ở Rika nó cho nó cái lại kiên phía một chỗ nằng tao mà có thơ chỉ ở khơi chẳng tới họ đa từ một tia tay bên nắng Rika có ban hay Mitsuki áo chụp hay có ban xua tha ở miền khơi sản nổ ở để san nên trong chụp sản nổ hay nên có ban này năm luôn phép Mitsuki tới tha ở nên mua ở Rika hay chỉ sơ ôn con dậy mỗi kia sầm nè kia mặt pi mắt chẳng từ top máu có hưởng bao dương có ban cắt mà đo vẽ và top tiệt vẽ mong bài pe dục pe năng Mitsuki có bông tầng côi nhâm bài chùm mùi năng sano hay có ban xua sano chẳng tơ tha sano át phép cọt ba nó tha miền rừng ai kê chùm mùi năng Rika năng pe năng sano cọt ọt trong dễ chọn tay cọt có ban ngợp đa tranh từ hay top mau năng pro sợ lên năng cọt có ban mong côi nông tóc nông bật to mong côi nhâm bài mùi Mitsuki hay pe năng pro sợ lên năng cọt có ban tinh tắc khối mà đọp đài tao mà Mitsuki có ban giấy tơ tha ta cọt ai nhâm tắc khối năng ban ọt tao mà pro sợ lên cọt có tha ban Mitsuki có ban do tắc khối năng mà nhâm chẳng tơ tao máu cọt có tục vinh hay có ban đa trên bi cái này năng từ pro sợ lên năng cọt có ban côi nâng côi cắt tha cọt cô từ nhâm tắc khối năng bật to pi Mitsuki ọt phổ pe để cọt ban nhâm tới mi này ta cọt ban thao Mitsuki ấy phổ năng đuôi chica thao bây giờ cho cái này đọc nè bật to mau tiết tới có miền bong vẹn te môi con ở ban đam đầm bay chỉ khi môi pro sợ lường hay coi các ban sông pro sợ lường nắng nhâm tắc khối nằng hay pro sợ lừa to man dễ phong con các ban lược tắc khối nắng nhâm ở linh rồi đập pe nắng pro sợ lường con không nó có từ cái buổi cô áo kê hay mất sạch áo kê là khăng tao mà bạn nhạc luôn anh vinh tha một là hết đây bạn có từ bật chan từ khăng vinh
ហើយពេលហ្នឹងគ្រឿងរបស់យើងក៏បានកាត់មកដល់វគ្គបន្ទាប់ទៀតពេលព្រឹកហ្នឹង Mitsuki ក៏មករៀនដូចធម្មតាក៏បានដើរតាមផ្លូវទៅក៏បានឃើញ Sano ហ្នឹងកំពុងតែស្រឡឹងមើលគេហាត់កីឡាលោតកម្ពស់ហ៎ហើយពេលហ្នឹង Mitsuki ក៏បានដើរចូលមកនិយាយជាមួយនឹង Sano ថាSano ចង់លេងហាត់កីឡារត់កម្ពស់ហ្នឹងមែនតោះមក Sano គាត់ក៏អត់ដឹងនិយាយអីដែរគាត់គ្រាន់តែនិយាយថាកាលពីមុនគាត់ធ្លាប់ฝึกហាត់វាតែឥឡូវគាត់មិនអាចទៀតទេបន្តមកពួកគេក៏បានដើរបន្តទៅទៀតទៅហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់មកដល់ពេលយប់និយាយទៅសាច់រឿងនេះកាត់មែនណាស់កាត់មកដល់ពេលយប់ហ្នឹង Sano កំពុងតែងូតទឹកហើយ Mitsuki គាត់អង្គុយនៅខាងក្រៅអញ្ចឹងទៅនឹងអង្គុយចាំហើយចុចទូរស័ព្ទចុចអីអញ្ចឹងទៅគាត់ក៏បានគិតដែរថា Sano ចង់ចូលប្រកួតហាត់កីឡាលោតកម្ពស់នឹងម្ដងទៀតគាត់គួរទៅរកកំណត់អីមួយដើម្បីជួយឲ្យ Sano នឹងបានចូលប្រកួតហើយសាច់រឿងរបស់យើងនឹងក៏បានកាត់មកដល់វគ្គពេលដែលប្រុសសក់លឿងគាត់បានមកគូទ្វារបន្ទប់របស់តួស្រីយើងនឹងដើម្បីខ្ចីសភៅពេលហ្នឹង Sano គាត់ក៏បានបើកទ្វារឲ្យសភៅខ្ចីយ៉ាងទៅតួស្រីរបស់យើងនឹងកំពុងតែងូតទឹកក្នុងតុបទឹកប្រុសសក់លឿងគាត់ក៏បានសួរដែរថាតួស្រីយើងនៅណាតួប្រុសរបស់យើងគាត់ក៏បានប្រាប់តាមហ្នឹងទៅបន្ទាប់មកប្រុសសក់លឿងគាត់ក៏បានទៅវិញទៅហើយ Sano គាត់ក៏បានដើរហូរទឹកកន្លែងគេងហើយ Mitsuki ក៏បាននឹកសម័យដល់កាលពីថ្ងៃពេលដែលនាងបានទៅជួបគ្រូពេទ្យហ្នឹងថាមានរឿងអីខ្លះពេលថ្ងៃហ្នឹង Mitsuki ក៏បានដើរចូលទៅគ្រូពេទ្យហ្នឹងគាត់ក៏បានសួរដូចកាលពីនេះហ្នឹងខ្ញុំនិយាយប្រាប់អ្នកទាំងអស់គ្នាហ្នឹងគាត់ក៏បានសួរចឹងទៅហើយ Mitsuki គាត់ក៏បាននិយាយថាបើគ្រូពេទ្យហ្នឹងអាចជួយឲ្យ Sano លេងកីឡារត់លោតកម្ពស់ហ្នឹងបានម្ដងទៀតនាងនឹងយកព្រមប្រាប់អត្តកម្បាំងមួយហ្នឹងទៅគ្រូពេទ្យហ្នឹងឲ្យគ្រូពេទ្យហ្នឹងដឹងហើយគ្រូពេទ្យហ្នឹងក៏បាននិយាយថាគាត់មានវិធីអាចជួយឲ្យ Sano ហ្នឹងលេងកីឡាហ្នឹងបានម្ដងទៀតពេលហ្នឹង Mitsuki គាត់ក៏បានអរគុណប្រៀបលុតទៅអោបគ្រូពេទ្យហ្នឹងដើម្បីអរគុណចឹងទៅហើយគ្រូពេទ្យហ្នឹងគាត់ក៏បាននិយាយថាគាត់អត់ចូលចិត្តមនុស្សស្រីទេព្រោះគាត់ជាហ្គេគាត់និយាយចឹងណាអ្នកនរគ្នា Mitsuki គាត់កៀងបែបតែកុំថាឡើយ Mitsuki សម្រាប់ខ្ញុំក៏កៀងដែរហើយបន្តមកទៀតទៅពេលហ្នឹងទូប្រុសរបស់យើងគាត់ក៏បានបិទនឹកឃើញថាគាត់ហ្នឹងបានភ្លេចនាការនៅក្នុងតុបទឹកគាត់ក៏បានបើកទ្វារហ្នឹងដើម្បីចូលទៅយកហើយពេលហ្នឹងគាត់ក៏បានឃើញថា Mitsuki ហ្នឹងគាត់ងូតទឹកគាត់អត់បានបិទវាំងននទេអ្នកទាំងអស់គ្នាពេលហ្នឹងទូប្រុសយើងអៀនមែនតើអត់ហ៊ានស្លឹងមើលទេក៏បានប្រាប់ Mitsuki ឲ្យ Mitsuki ហ្នឹងជួយហុចនាការហ្នឹងឲ្យគាត់ហើយ Mitsuki ហ្នឹងគាត់ក៏បានហុចនាការហ្នឹងឲ្យទូប្រុសចឹងទៅតើបើទូប្រុសរបស់យើងហ្នឹងគាត់ក៏បានមកអង្គុយលើខែគាត់ក៏បានគិតថាហេតុអីបានពេលដែលនាងងូតទឹកហ្នឹងព្រមបិទវាំងននទៅព្រោះគាត់ដឹងថា Mitsuki មិនមែនមនុស្សប្រុសទេអញ្ចឹងគាត់អៀនគាត់អត់ចង់ឃើញបែបហ្នឹងទេបន្ទាប់មក Mitsuki របស់យើងហ្នឹងគាត់ក៏បានងូតទឹកហើយក៏បានដើរចេញមកដើម្បីឡើងទៅលើដើម្បីរកគេងអញ្ចឹងទៅតមកគាត់ក៏បានថាសួរទៅ Sano ថា Sano ចង់លេងកីឡាហ្នឹងម្ដងទៀតអត់ហើយ Sano អត់មាននិយាយអីទេក៏បានស្រឡឹងទៅមើលនាការហ្នឹងអត់ដឹងថាមូលហេតុអីពាក់ព័ន្ធជាមួយនឹងនាការហ្នឹងទេមកតួស្រីរបស់យើងហ្នឹងគាត់ក៏បានគេងទៅហើយសាច់រឿងរបស់យើងភាគទី3គឺចប់ត្រឹមហ្នឹងឯងអ្នកទាំងអស់គ្នារងចាំទស្សនាភាគទី4ទាំងអស់គ្នាអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ